បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel 11បាទនេះជាវីដេអូខ្លីបង្ហាញពីរមណីយដ្ឋានកន្លែងនោះអត់ទាន់ប្រកាសជារមណីយដ្ឋានទេគ្រាន់ថាបងប្អូនដែលមកលេងខេត្តមណ្ឌលគិរីឆ្លងកាត់ពីរួមស្រុកកែវសីមាមកនឹងឃើញមានទំនប់នេះមួយហើយទំនប់នេះគឺរដ្ឋបាលស្រុកកែវសីមាគាត់បានដាក់ឈ្មោះថាទំនប់ទឹកគូកែវសីមាហើយកន្លែងដែលខ្ញុំថតមានកន្លែងឈរហ្នឹងគឺទើបតែធ្វើនៅក្នុងឆ្នាំ2025នេះដែលមើលទៅគឺស្អាតមែនតើដែលយើងអាចថតរូបដិតយកទេសភាពនៅជុំវិញនឹងក៏ដូចជាដើមឈើដើមឫស្សីនៅតាមមាត់បឹងមាត់ទំនប់នឹងគឺស្អាតមែនតើអ្នកនរគ្នាអញ្ចឹងបងប្អូនដែលធ្វើដំណើរមកលេងទីរួមខេត្តមណ្ឌលគិរីក៏ដូចជាកាត់ទៅរតនគិរីអីឆ្លងកាត់ស្រុកកែវសីមាអាចឈប់កន្លែងហ្នឹងដើម្បីសម្រាប់បន្តិចហើយអាចថតរូបពីប៉ុស្តិ៍ដើម្បីផ្តិតយករូបភាពដែលមានផ្ទៃទឹកហើយនឹងដើមឫស្សីពណ៌បៃតងពណ៌ខៀវខ្ចីនៅតាមនឹងបាទទៅរូបភាពខ្ញុំអញ្ចឹងបាទខ្ញុំថតបានពីប៉ុស្តិ៍ដើម្បីផ្តិតយកអរគុណច្រើនជំរាបលា